វៀតណាមជំរុញឲ្យធ្វើការពីចម្ងាយដើម្បីសន្សំសំចៃប្រេងឥន្ធនៈក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមបានស្នើឲ្យសហគ្រាសនានាអនុញ្ញាតឲ្យបុគ្គលិកធ្វើការពីផ្ទះនិងអំពាវនាវឲ្យពលរដ្ឋកាត់បន្ថយការប្រើប្រាស់យានយន្តផ្ទាល់ខ្លួនដើម្បីឆ្លើយតបទៅនឹងហានិភ័យនៃការកង្វះខាតថាមពលបង្កឡើងដោយជម្លោះនៅបស្ចិមបូព៌ាក្នុងបរិបទដែលប្រភពផ្គត់ផ្គង់ប្រេងឥន្ធនៈកំពុងប្រឈមនឹងសម្ពាធយ៉ាងខ្លាំងដោយសារអស្ថិរភាពនៅតំបន់មជ្ឈិមបូព៌ាវៀតណាមបានដាក់ចេញនូវវិធានការបន្ទាន់ដើម្បីធានាសន្តិសុខថាមពលជាតិកាលពីថ្ងៃទី9មិនិនាក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមវាតម្លៃថាហានិភ័យនៃកង្វះខាតប្រេងឥន្ធនៈអាចនឹងកើតមាននៅតាមតំបន់មួយចំនួននៅពេលជម្លោះយោធានៅមជ្ឈិមបូព៌ាកាន់តែរីកធំឡើងដែលជះឥទ្ធិពលផ្ទាល់ដល់តម្លៃប្រេងពិភពលោកឆ្លើយតបទៅនឹងបញ្ហានេះក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមបានអំពាវនាវឲ្យសហគ្រាសនានាលើកទឹកចិត្តបុគ្គលិកឲ្យធ្វើការពីចម្ងាយតាមដែលអាចធ្វើទៅបានដើម្បីកាត់បន្ថយតម្រូវការធ្វើដំណើរនិងការដឹកជញ្ជូនទន្ទឹមនេះក្រុមហ៊ុននានាគួរតែបង្កើតបទដ្ឋាននៃការប្រើប្រាស់ប្រេងឥន្ធនៈឲ្យបានច្បាស់លាស់បញ្ជាក់ផ្លូវធ្វើដំណើរនិងជៀសវាងការបើកបររថយន្តទទេក៏ដូចជាវិនិយោគទៅលើបច្ចេកវិទ្យាថ្មីៗនិងថាមពលកកើតឡើងវិញបន្ថែមពីនេះអាជ្ញាធរវៀតណាមបានស្នើប្រជាជនកាត់បន្ថយការប្រើប្រាស់មធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួនដោយងាកមកប្រើប្រាស់មធ្យោបាយធ្វើដំណើររួមគ្នាឬមធ្យោបាយសាធារណៈវិញអ្នកបើកបរត្រូវបានណែនាំឲ្យពន្លត់ម៉ាស៊ីននៅពេលឈប់យូរបើកបរក្នុងល្បឿនថេរជៀសវាងការជន់ហ្គាសខ្លាំងៗភ្លាមៗនិងថែទាំរថយន្តឲ្យបានទៀងទាត់លើសពីនេះការប្រើប្រាស់ប្រេងជីវឥន្ធនៈដូចជាប្រភេទ E5 និង E10 ក៏ត្រូវបានលើកទឹកចិត្តដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រេងហ្វូស៊ីលសុទ្ធតម្លៃប្រេងពិភពលោកបានកើនឡើងដល់ 20% តាំងពីដើមឆ្នាំមកហើយអាចនឹងហក់ដល់$120ទៅ$140ក្នុងមួយបារ៉ែលប្រសិនបើការផ្គត់ផ្គង់នៅតែបន្តរអាក់រអួលដោយសារវៀតណាមនៅតែពឹងផ្អែកខ្លាំងលើការនាំចូលប្រេងឆៅពីតំបន់មជ្ឈិមបូព៌ារដ្ឋាភិបាលបានចាត់វិធានការទប់ទល់ជាមុនតាមរយៈការកៀងគរប្រេងប្រហែល4លានបារ៉ែលពីដៃគូនានានិងការចរចាការទូតជាមួយកូវ៉េតដើម្បីធានាការផ្គត់ផ្គង់ប្រេងឆៅសម្រាប់រោងចក្រចម្រាញ់ប្រេងក្នុងស្រុកវៀតណាមក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋកុំឲ្យមានការស្លន់ស្លោរហូតទៅទិញប្រេងទុកដែលបង្កឲ្យមានការកើតឡើងនៃការខុសប្រក្រតីនិងដាច់ប្រភពផ្គត់ផ្គង់ក្នុងរយៈពេលខ្លីជាមួយគ្នានេះក្រសួងហិរញ្ញវត្ថុក៏កំពុងរៀបចំផែនការរក្សាលំនឹងថ្លៃរួមទាំងលទ្ធភាពនៃការកាត់បន្ថយពន្ធការពារបរិស្ថានដើម្បីជួយសម្រួលដល់បន្ទុកសេដ្ឋកិច្ចរបស់ប្រជាជននិងសហគ្រាសក្នុងកាលៈទេសៈដ៏លំបាកនេះ